តើអវកាសយាននិកធ្វើដំណើរទៅទីអវកាសដោយរបៀបណាតើពួកគេរស់នៅឯណានៅពេលពួកគេទៅដល់ទីនោះសួស្តីក្មេងៗទាំងអស់គ្នាសុខសប្បាយទេថ្ងៃនេះស្វាគមន៍មកកាន់ Kids Podcast ដែលជាកម្មវិធីសម្រាប់កុមារដែលមានទាំងភាពសប្បាយនិងចំណេះដឹងថ្មីៗនៅក្នុងវគ្គថ្ងៃនេះដែរយើងនឹងទៅស្វែងយល់អំពីជីវិតក្នុងលំហបាទត្រូវជាស្ដាប់ឲ្យបានល្អហើយត្រៀមខ្លួនទៅផ្សងព្រេងជាមួយ Kids Podcast ទាំងអស់គ្នាផែនដីនិងលំហផែនដីគឺជាភពដ៏ធំមួយអវកាសយានិកធ្វើដំណើរទៅកាន់ទីអវកាសដើម្បីរស់នៅនិងធ្វើការពាក្យថាអវកាសយានិកមានន័យថាអ្នកបើកយានអវកាសសាលាបង្រៀនពីលំហដើម្បីក្លាយជាអវកាសយានិកបានអ្នកត្រូវតែទៅសាលាអវកាសនិងរៀនពីរបៀបរស់នៅក្នុងលំហនៅលើផែនដីនៅពេលដែលអ្វីម្យ៉ាងលោតឡើងនោះវានឹងឡើងហើយធ្លាក់ចុះមកវិញកម្លាំងដែលយើងមើលមិនឃើញហៅថាទំនាញផែនដីទាញពួកគេចុះមកនៅក្នុងលំហមានកម្លាំងទំនាញខ្សោយខ្លាំងណាស់ដូច្នេះអ្វីៗគ្រប់យ៉ាងក៏ត្រូវអណ្តែតឡើងអវកាសយានិកត្រូវការហ្វឹកហាត់ច្រើនដងដើម្បីដឹងអំពីអ្វីដែលពួកគេត្រូវធ្វើនៅក្នុងពេលពួកគេអណ្តែតក្នុងលំហនៅសាលាអវកាសយានិករៀនពីរបៀបធ្វើការកំឡុងពេលពួកគេអណ្តែតក្នុងទឹកពួកគេធ្វើដូច្នេះដោយសារតែវាមានអារម្មណ៍ដូចជាពួកគេនៅក្នុងលំហដែរអវកាសយានិកក៏ព្យាយាមសាកល្បងពីវិធីគេចចេញពីគ្រោះថ្នាក់គ្រោះអាសន្នផងដែរពួកគេរំអិលចុះក្រោមទៅលើកម្រាលពូកទន់មួយអវកាសយានិកហោះហើរទៅកាន់ទីអវកាសដោយប្រើយានអវកាសហោះចេញពីចំណុចចាប់ផ្ដើមមួយយាននោះមើលទៅដូចជាយន្តហោះដែលមានស៊ីទែនសាំងធំមួយនិងក្របរ៉ុបកែបពណ៌សពីរគ្រាប់អញ្ចឹងអវកាសយានិកត្រូវស្លៀកឈុតពិសេសមួយដែលមានពណ៌ទឹកក្រូចពួកគេធ្វើដំណើរទៅកាន់យានហោះហើរនោះដោយប្រើជណ្ដើរយន្តបន្ទាប់មកពួកគេដើរឆ្លងកាត់ស្ពានមួយដើម្បីចូលទៅក្នុងយាននោះអវកាសយានិកដេកនៅចំណុចខាងចុងបំផុតក្នុងយាននោះហើយរងចាំរហូតដល់ពេលដែលត្រូវចេញដំណើរការចេញដំណើរម៉ាស៊ីនចាប់ផ្ដើមបូមប្រេងចេញពីធុងឥន្ធនៈបន្ទាប់មកក្របរ៉ុបកែបទាំងពីរបានបញ្ឆេះឡើងហើយយាននោះក៏ចាប់ផ្ដើមហោះចេញទៅក្នុងលំហ3 2 1ចេញដំណើរគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យឈរជិតចំណុចចាប់ផ្ដើមហោះហើរនោះទេព្រោះវាគ្រោះថ្នាក់ខ្លាំងពេក2នាទីក្រោយមកក្របរ៉ុបកែបទាំងពីរនោះត្រូវបានគេទម្លាក់ចូលទៅក្នុងសមុទ្របន្ទាប់ពី8នាទីក្រោយមកធុងឥន្ធនៈបានធ្លាក់ចេញជាបន្តបន្ទាប់មកយាននោះក៏បានអណ្តែតក្នុងលំហសន្ទះគម្រប2ត្រូវបានបើកឡើងនៅខាងក្រោយយានដើម្បីកុំឲ្យផ្នែកខាងក្នុងមានការកើនឡើងកម្ដៅក្នុងគន្លងយានអវកាសធ្វើដំណើរជុំវិញផែនដីជាលក្ខណៈរង្វង់ធំនេះត្រូវបានគេស្គាល់ថាជាការស្ថិតក្នុងគន្លងផែនដីវាចំណាយពេលត្រឹមតែ90នាទីប៉ុណ្ណោះសម្រាប់យានហោះហើរវិលជុំវិញផែនដីផ្នែកកណ្ដាលនៃយានត្រូវបានគេហៅថាកន្លែងស្តុកទំនិញវាត្រូវបានគេប្រើដើម្បីដឹកជញ្ជូននិងផ្ទុកវត្ថុធំៗទៅក្នុងលំហអវកាសយានិកធ្វើការញ៉ាំនិងដេកត្រង់ផ្នែកច្រមុះនៃយានហោះហើរនោះផ្ទះក្នុងលំហអវកាសយានិកខ្លះចំណាយពេលរស់និងស្នាក់នៅក្នុងលំហអាកាសអស់រយៈពេលយូរខ្លាំងណាស់ពួកគេរស់នៅក្នុងផ្ទះអណ្ដែតដែលត្រូវបានគេហៅថាស្ថានីយ៍អវកាសអវកាសយានិកកំពុងសាងសង់ស្ថានីយ៍អវកាសថ្មីដ៏ធំមួយនេះជារូបរាងរបស់វានៅពេលដែលវាត្រូវបានគេបញ្ចប់ការសាងសង់យានធ្វើដំណើរឆ្លងកាត់ក្នុងលំហវាហោះហើរទៅជិតស្ថានីយ៍អវកាសនោះបន្ទាប់មកវាត្រូវបានគេភ្ជាប់ទៅនឹងស្ថានីយ៍អវកាស
នៅពេលដែលស្ថានីយ៍អវកាសត្រូវបានគេបញ្ចប់ការសាងសង់វានឹងមានទំហំធំស្មើនឹងតារាងបាល់ទាត់2រួមបញ្ចូលគ្នាអញ្ចឹងស្ថានីយ៍អវកាសយានអវកាសដឹកផ្នែកផ្សេងៗដែលប្រើសម្រាប់សាងសង់ស្ថានីយ៍អវកាសថ្មីចូលទៅក្នុងលំហដៃមនុស្សយន្តនៅលើយាននេះក៏ចាប់យកបំពង់ធំមួយចេញពីកន្លែងផ្ទុកទំនិញដៃមនុស្សយន្តនោះបន្ទាប់មកក៏ភ្ជាប់បំពង់ថ្មីនោះទៅកាន់ស្ថានីយ៍អវកាសបំពង់ខ្លះមានទំហំធំប៉ុន្មានក្រុមអវកាសយានិករស់នៅក្នុងបំពង់បែបនេះពួកគេស្លៀកសម្លៀកបំពាក់ប្រចាំថ្ងៃនៅក្នុងស្ថានីយ៍អវកាសការហូបចុកពេលអវកាសយានិកធ្វើដំណើរទៅក្នុងលំហពួកគេយកអាហារនិងភេសជ្ជៈទៅជាមួយអាហារដំបូងដែលត្រូវបានគេយកទៅបរិភោគក្នុងលំហមើលទៅវាហាក់ដូចជាមិនគួរឲ្យចង់បរិភោគអញ្ចឹងសាច់គោជាមួយបន្លែផ្សេងចំណីអាហារត្រូវបានហាលសម្ងួតនិងវេចខ្ចប់ក្នុងផ្លាស្ទិកអវកាសយានិកដាក់ទឹកក្តៅចូលអាហារនោះដើម្បីធ្វើឲ្យអាហារនោះសើមនិងមានសភាពជ្រាយស្រួលបរិភោគបច្ចុប្បន្ននេះអាហារដែលគេយកទៅក្នុងលំហភាគច្រើនត្រូវបានរៀបចំរួចជាស្រេចដាក់ក្នុងថាសពួកគេគ្រាន់តែត្រូវការកម្ដៅអាហារទាំងនោះប៉ុណ្ណោះចំណែកឯផ្លែឈើវិញត្រូវបានគេសម្ងួតដើម្បីឲ្យវាស្រស់ល្អបានយូរដល់ពេលដែលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីៗនិងមានភាពសប្បាយរីករាយជាមួយ Kid Podcast កុំភ្លេចតាមដានវគ្គក្រោយបន្តទៀតព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីៗនិងពិភពលោកដ៏អស្ចារ្យជាច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ